អត្ថបទទី2នេះគឺជាអត្ថបទរបស់សារព័ត៌មាន Bloomberg ណាប្រិមត្តណាចង់មើលជាភាសាអង់គ្លេសគឺខ្ញុំដាក់ចំណងជើងនេះឲ្យគឺគេដាក់ Thai leaders hardline on Cambodia clash with King Trump គឺប្រិមត្តអាចទៅ search យកបានគឺតាមសារព័ត៌មាន Bloomberg អញ្ចឹងខ្ញុំសូមបកប្រែក្រៅផ្លូវការបកប្រែទាំងស្រុងតែម្ដងនៅអត្ថបទរបស់ Bloomberg វិភាគនេះដើម្បីជាចំណេះដឹងដល់ប្រិមិត្តពីព្រោះមានអ្នកសួរក្នុងពេលកន្លងមកហើយខ្ញុំក៏បានចែករំលែកផងដែរឥឡូវនេះការវិភាគនេះគឺតើវាដូចអ្វីដែលខ្ញុំបានចែករំលែកឬទេបាទបើមិនដូចក៏មិនអីដែរពីព្រោះខ្ញុំចែករំលែកកន្លងមកក៏ដកស្រង់ពីអ្នកជំនាញនោះដែរបាទអញ្ចឹងសូមជូនអត្ថបទទី2នេះនាយករដ្ឋមន្ត្រីថៃលោកអនុทินឆាន់វីរគុលកំពុងប្រើប្រាស់ការប៉ះទង្គិចគ្នាថ្មីៗនៅតាមព្រំដែនជាមួយកម្ពុជាដើម្បីទាក់ទាញអារម្មណ៍ជាតិនិយមនៅក្នុងស្រុករបស់លោកនៅមុនពេលបោះឆ្នោតដោយលោកធ្វើដូច្នេះគឺលោកកំពុងតែលេងនឹងល្បែងថាតើលោកធ្វើដូច្នេះមិនដល់កម្រិតមួយដែលធ្វើឲ្យប្រធានាធិបតីដូណាល់ត្រាំខឹងសម្បាហួសហេតុពេកនោះទេព្រោះតែលោកត្រាំបានអះអាងថាលោកជាអ្នកបញ្ចប់ការផ្ទុះឡើងនៃការប្រយុទ្ធគ្នាកាលពីពេលមុនវាជាខ្សែបន្ទាត់ដ៏ប្រយ័ត្នប្រយែងនិងទន់ភ្លន់មួយដែលលោកអនុทินត្រូវដើរដោយទទូចថាចំនួនកម្ពុជាគឺដាច់ដោយឡែកពីគ្នាពីការចរចាពាណិជ្ជកម្មរបស់ថៃជាមួយនឹងសហរដ្ឋអាមេរិកទោះជាយ៉ាងណាក៏ដោយលោកត្រាំបានភ្ជាប់កាលពីពេលមុនបានភ្ជាប់កិច្ចការរឿងចំនួនព្រំដែននេះទៅនឹងការចរចាពាណិជ្ជកម្មតាមពិតទៅលោកបានប្រើការគម្រាមកំហែងនៃការដាក់ទណ្ឌកម្មពាណិជ្ជកម្មដើម្បីជំរុញឲ្យប្រទេសថៃនិងកម្ពុជាសម្រេចបទជបាញ់នៅដើមឆ្នាំនេះនៅក្នុងពិធីមួយក្នុងខែតុលាដើម្បីធ្វើឲ្យកិច្ចព្រមព្រៀងរវាងប្រទេសថៃនិងកម្ពុជាចូលជាផ្លូវការដើម្បីគ្រប់គ្រងភាពតានតឹងរបស់ពួកគេនោះលោកត្រាំបានប្រកាសថាយើងបានធ្វើអ្វីមួយដែលមនុស្សជាច្រើននិយាយថាมันអាចធ្វើបានហើយយើងបានជួយសង្គ្រោះជីវិតមនុស្សរាប់លាននាក់ហើយបញ្ហាថៃកម្ពុជាគឺជាបញ្ហាមួយដែលលោកតែងតែលើកឡើងនៅពេលដែលប្រកាសអំពីចំនួនសង្គ្រាមដែលលោកបាននិយាយថាលោកបានបញ្ចប់នៅឆ្នាំនេះកាលពីខែមុនលោកត្រាំបានទូរស័ព្ទទៅមេដឹកនាំថៃនិងកម្ពុជាដើម្បីជំរុញឲ្យពួកគេប្រកាន់ខ្ជាប់នៅកិច្ចព្រមព្រៀងសន្តិភាពបន្ទាប់ពីទីក្រុងបាងកកបានផ្អាកកិច្ចព្រមព្រៀងជាឯកតោភាគីបន្ទាប់ពីការផ្ទុះមីនដែលបានធ្វើឲ្យទាហានថៃជាច្រើនអ្នករងរបួសលោកត្រាំមិនទាន់បានធ្វើអត្ថាធិប្បាយលើការប៉ះទង្គិចគ្នាចុងក្រោយនេះនៅឡើយទេរដ្ឋមន្ត្រីការបរទេសលោក Marco Rubio បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារដោយជំរុញយ៉ាងខ្លាំងក្លាឲ្យបញ្ឈប់អរិភាពជាបន្ទាន់ការពារជនស៊ីវិលនិងឲ្យភាគីទាំងពីរត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹងដែលបានគូបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងថ្ងៃទី26ខែតុលាលោកស្រី Laura Schwartz អ្នកវិភាគជាន់ខ្ពស់ផ្នែកអាស៊ីនៅក្រុមហ៊ុន Veris Maplecroft ដែលជាក្រុមហ៊ុនស៊ើបការហានិភ័យបាននិយាយថាការកើនឡើងនៅភាពតានតឹងចុងក្រោយនេះប្រឈមនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងនៅក្នុងទីក្រុង Washington ថាទីក្រុងបាងកកមិនអាចឬមិនចង់ធ្វើឲ្យចំនួននោះមានស្ថិរភាពនោះទេដែលអាចធ្វើឲ្យការចរចាថយចុះឬជំរុញឲ្យសហរដ្ឋអាមេរិកទាមទាររកការធានាសន្តិសុខកាន់តែរឹងមាំជាលក្ខខណ្ឌជាមុនសម្រាប់សម្បទានសេដ្ឋកិច្ចសម្រាប់ពេលនេះលោកអនុทินហាក់ដូចជាផ្ដោតការយកចិត្តទុកដាក់បន្ថែមទៀតលើផលចំណេញក្នុងស្រុកដែលអាចនឹងកើតមានឡើងចំពោះការធ្វើដូច្នេះដោយសារតែលោកខិតខំប្រឹងធ្វើខ្លួនដូចជារឹងមាំខ្លាំងក្លាដាក់កម្ពុជាលោកទើបតែឡើងកាន់អំណាចបានប្រមាណខែប៉ុណ្ណោះហើយដឹកនាំសម្ព័ន្ធភាពដ៏ឆ្កាំឆ្គងមួយដែលភាគច្រើនត្រូវបានគ្រប់គ្រងដោយការសន្យារបស់លោកក្នុងការរំលាយសភាក្នុងពេលឆាប់ៗនេះជាមួយនឹងការបោះឆ្នោតដែលរំពឹងទុកនៅខែមីនាការផ្ដោតអារម្មណ៍របស់រដ្ឋាភិបាលរបស់លោកគឺទៅលើអ្វីដែលហៅថារបៀបវិរៈសេដ្ឋកិច្ចឈ្នះរហ័សនិងធំការផ្ដល់ការជំរុញរយៈពេលខ្លីដើម្បីទទួលបានប្រជាប្រិយភាព
អ្នកនយោបាយនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនរូបត្រូវការបញ្ហាមួយចំនួនដើម្បីរក្សាការគ្រប់គ្រងពីសាធារណជនចំពោះរបបរបស់ពួកគេនេះបើយោងតាមលោកស្រី Sumon អ្នកវិភាគជាន់ខ្ពស់អាស៊ីប៉ាស៊ីហ្វិកនៅគម្រោងទិន្នន័យទីតាំងនិងព្រឹត្តិការណ៍ចំនួនប្រដាប់អាវុធការមានការគម្រាមកំហែងពីខាងក្រៅតែងតែដំណើរការក្នុងការបង្កើតសាមគ្គីភាពរវាងរដ្ឋាភិបាលនិងប្រជាជនភាពតានតឹងរវាងប្រទេសថៃនិងកម្ពុជាតាមបណ្ដោយព្រំដែនប្រហែលជាង800គីឡូម៉ែត្ររបស់ពួកគេបានថយចុះនិងមានរយៈពេលជាច្រើនឆ្នាំមកហើយដែលជំរុញដោយតម្រូវការជាតិនិយមសម្រាប់មេដឹកនាំរបស់ពួកគេនៅពេលនោះនៅក្នុងការផ្ទុះឡើងចុងក្រោយបង្អស់ដែលបានចាប់ផ្ដើមនៅចុងសប្តាហ៍នេះប្រទេសកម្ពុជានិងថៃកំពុងផ្លាស់ប្ដូរពាក្យចោទប្រកាន់គ្នាទៅវិញទៅមកថាអ្នកណាជាអ្នកខុសនិងចោទប្រកាន់គ្នាថាជាអ្នកធ្វើឲ្យរឿងរ៉ាវនេះផ្ទុះឡើងលោកអនុทินបានគាំទ្រយោធារបស់លោកយ៉ាងខ្លាំងប្រហែលជាមេរៀនពីបទពិសោធន៍របស់អតីតនាយករដ្ឋមន្ត្រីភេថងថានស៊ីណាវ៉ាត់អ្នកស្រីបានហៅទូរស័ព្ទសម្ងាត់ជាមួយមេដឹកនាំកម្ពុជាដែលធ្វើនោះហាក់ដូចជាបោះសន្ទូចរំលងក្រមយោធាហើយការលេចធ្លាយខ្លឹមសារនៃការសន្ទនាតាមទូរស័ព្ទបាននាំទៅដល់ការបណ្ដេញលោកស្រីចេញពីតំណែងនាយសេនាធិការកងទ័ពគឺឧត្តមសេនីយ៍ឆៃយ៉ាព្រេកឌួងប្រផាត់បាននិយាយថាគោលដៅរបស់យោធាគឺដើម្បីធ្វើឲ្យប្រទេសកម្ពុជាគ្មានប្រសិទ្ធភាពខាងយោធាក្នុងរយៈពេលយូរដើម្បីសុវត្ថិភាពដល់កូននិងចៅរបស់ពួកគេលោកស្រីស៊ូម៉ុនបាននិយាយថាសកម្មភាពរបស់លោកអនុทินផ្ដល់ឲ្យយោធានៅសេរីភាពកាន់តែច្រើនតាក់ទងនឹងបញ្ហាព្រំដែនវាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋាភិបាលថៃណាមួយក្នុងការមានទំនាក់ទំនងល្អជាមួយនឹងក្រមយោធាវាក៏អាចជជែកវែកញែកបានដែរថាសំខាន់សម្រាប់ប្រទេសថៃក្នុងការមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាមេរិកផងដែរពីព្រោះសហរដ្ឋអាមេរិកជាទីផ្សារនាំចេញធំបំផុតរបស់ថៃដែលមានតម្លៃរហូតដល់ជាង63,000 លានដុល្លារនៅឆ្នាំ2024លោកស្វាតឈ្មោះពីក្រុមហ៊ុន Westcris Maple Crop បាននិយាយថាការវិនិយោគផ្ទាល់ខ្លួនរបស់លោកត្រាំក្នុងការសម្របសម្រួលឲ្យមានបទជបាញ់មានន័យថាអង្គើហិង្សាដែលកើតឡើងវិញនេះនឹងជះឥទ្ធិពលដល់ការយល់ឃើញរបស់សហរដ្ឋអាមេរិកអំពីភាពជឿជាក់របស់ថៃក្នុងនាមជាដៃគូចរចាសម្រាប់ពេលនេះលោកអនុทินកំពុងប្រងើយកន្តើយនឹងហានិភ័យនោះហើយលោកបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃច័ន្ទថានេះជាបញ្ហារវាងប្រទេសថៃនិងប្រទេសជិតខាងរបស់ខ្លួននៅពេលសួរថាតើលោកមានការព្រួយបារម្ភអំពីការចរចាពាណិជ្ជកម្មរបស់លោកជាមួយនឹងសហរដ្ឋអាមេរិកដែរឬទេលោកបានឆ្លើយថាគ្មានការព្រួយបារម្ភទេភាពតានតឹងក៏កើនឡើងផងដែរខណៈដែលប្រទេសថៃកំពុងដោះស្រាយបញ្ហាទឹកជំនន់ដ៏អាក្រក់បំផុតមួយនៅភាគខាងត្បូងប្រទេសដែលកើតឡើងដែលមិនធ្លាប់បានកើតឡើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយនិងខណៈពេលដែលរដ្ឋាភិបាលកំពុងប្រឈមមុខនឹងការរិះគន់ចំពោះការឆ្លើយតបយឺតយ៉ាវនិងមិនស្មើគ្នាទឹកជំនន់បានវាយប្រហារនៅដើមរដូវកាលទេសចរហើយរដ្ឋាភិបាលបានប៉ាន់ប្រមាណថាការខាតបង់សេដ្ឋកិច្ចពីទឹកជំនន់នេះអាចមានរហូតដល់500,000 លានបាតជំហរលោកអនុทินប្រឆាំងនឹងប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយការគ្រប់គ្រងពីសាធារណជនយ៉ាងមានកម្រិតការស្ទង់មតិមួយកាលពីខែសីហាបានរកឃើញថាអ្នកឆ្លើយតបជាងពាក់កណ្ដាលបាននិយាយថាប្រទេសថៃមិនគួរមានទំនាក់ទំនងជាមួយប្រទេសកម្ពុជាទេហើយភាគច្រើនកាន់តែជឿថាមានការជឿជ្រែកពីមហាអំណាចគឺដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេតែប៉ុណ្ណោះលោកក៏បានទទួលការគ្រប់គ្រងដល់គួរឲ្យភ្ញាក់ផ្អើលផងដែរពីក្រមធុរកិច្ចដែលខ្លះប្រឈមមុខនឹងផលប៉ះពាល់ទុនសរុបចំនួន3.1 លានដុល្លារពីការរំខានពាណិជ្ជកម្មតាមព្រំដែនក៏ដូចជាពន្ធគយរបស់សហរដ្ឋអាមេរិកសភាពាណិជ្ជកម្មថៃបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលិលាអក្សរមួយនៅសប្តាហ៍នេះថាសន្តិសុខរបស់ប្រទេសជាតិនិងជីវិតរបស់ប្រជាជនរបស់ខ្លួនត្រូវតែជាអាទិភាពចម្បងលើការពិចារណាផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយសេដ្ឋកិច្ចរបស់ប្រទេសថៃបានបង្ហាញពីភាព
ធន់តិចជាងចំពោះការប្រែប្រួលពាណិជ្ជកម្មសកលបើប្រៀបធៀបទៅនឹងទីផ្សារកំពុងរីកចម្រើនសំខាន់ផ្សេងទៀតដែលក្រុមហ៊ុន Viris Maplecrop បានវិភាគប្រទេសនេះកំពុងប្រឈមមុខនឹងកំណើនសេដ្ឋកិច្ចយឺតនឹងការមកដល់នៃទេសចរដែលមកលេងមានចំនួនធ្លាក់ចុះដោយកំណើននៅឆ្នាំនេះបានថយចុះមកត្រឹមតែ2កណ្ដកសញ្ញា 1% និងចំនួនទេសចរប្រចាំឆ្នាំធ្លាក់ចុះជាលើកដំបូងចាប់តាំងពីមានជំងឺ Covid មកខណៈពេលដែលការនាំចេញបានកើនឡើងសម្រាប់ខែទី16ជាប់គ្នានៅក្នុងខែតុលាការដឹកជញ្ជូនមួយចំនួនក៏អាចត្រូវបានជំរុញបន្ថែមទៀតដោយការផ្លាស់ប្ដូរទិសដៅទំនិញទៅកាន់សហរដ្ឋអាមេរិកពីប្រទេសចិនផងដែរប្រធានប្រសិទ្ធិកម្ពុជានិងអតីតនាយករដ្ឋមន្ត្រីគឺលោកហ៊ុនសែននៅសប្តាហ៍នេះបានចោទប្រកាន់លោកអនុทิនថាបានប្រើប្រាស់ការវាយប្រហារលើប្រទេសរបស់លោកដើម្បីទទួលបានសម្លេងឆ្នោតនៅក្នុងការបោះឆ្នោតនាពេលខាងមុខប៉ុន្តែលោកហ៊ុនសែននិងកូនប្រុសរបស់លោកគឺនាយករដ្ឋមន្ត្រីបច្ចុប្បន្នលោកហ៊ុនម៉ាណែតក៏អាចនឹងទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនេះផងដែរលោក Tom Pepinski សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Cornell ដែលសិក្សាអំពីប្រព័ន្ធនយោបាយនិងសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍បាននិយាយថានាយករដ្ឋមន្ត្រីថ្មីថ្មោងរបស់កម្ពុជាមានប្រវត្តិយោធានិងជានិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ West Point ហើយលោកប្រុងប្រយ័ត្ននៅក្នុងការរារាំងបញ្ហាប្រឈមណាមួយដែលអាចកើតមានឡើងចំពោះអធិបតេយ្យភាពរបស់កម្ពុជាពីប្រទេសជិតខាងមួយនេះបាទអត្ថបទនេះគឺមានអ្នកសរសេរគឺពីរអ្នកគឺ Eric Martin ហើយនិងអ្នកស្រី Michelle Jamrisco បាទអញ្ចឹងគឺជាការមួយបំពេញបន្ថែមទៅនឹងអ្វីដែលខ្ញុំបានចែករំលែកជាមួយនឹងប្រិមិត្តនៅក្នុងពេលកន្លងមកណាគឺរឿងទឹកជំនន់បាទរឿងនយោបាយបោះឆ្នោតនៅក្នុងប្រទេសថៃតែធ្វើឲ្យលោកអនុทิនគាត់ត្រូវតែធ្វើយ៉ាងណាឲ្យក្លាហានពីព្រោះអីលោកអនុทิនគាត់ចូលមកកាន់តំណែងដោយប្រើគោលនយោបាយលោកយល់ថាដឹកនាំរយៈពេលខ្លីក៏ប៉ុន្តែបើសិនជាចំណាយខ្ពស់អាចនឹងតាក់ទាញការគ្រប់គ្រងបានចំណាយខ្លាំងទៅលើផ្នែកសេដ្ឋកិច្ចមានការប្រែប្រួលទៅលើជីវភាពរបស់ប្រជាពលរដ្ឋអាចងាកមកគ្រប់គ្រងគាត់ក៏ប៉ុន្តែមនុស្សគិតមិនដូចទេវតាគិតពីព្រោះអីរឿងគ្រោះធម្មជាតិគ្មានអ្នកណាមើលឃើញគាត់គិតថារយៈពេលប៉ុណ្ណឹងគាត់អាចនឹងស្ដារអត់ទាន់ស្រាប់តែទឹកចំនួនចេញមក10ខេត្តខាតអស់$500,000 លានព្រាម$500,000 លានបាតដូច្នេះប៉ះពាល់សេដ្ឋកិច្ចរបស់គាត់អញ្ចឹងតើគាត់ត្រូវនៅឆ្លក់ទឹកនៅក្នុងទឹកចំនួនឬគាត់ត្រូវបង្កើតរឿងអីថ្មីមួយទៀត simple សាមញ្ញតែប៉ុណ្ណឹងប្រិយមិត្តមើលឃើញយ៉ាងច្បាស់តែម្ដងបាទចាំពាក្យគេនិយាយលេងគឺពិតមែនណាមនុស្សគិតអត់ដូចទេវតាគិតទេបាទគាត់ថាប្រហែលខែហ្នឹងចំណាយខ្លាំងទៅលើសេដ្ឋកិច្ចទៅរីកចម្រើនសេដ្ឋកិច្ចលុយនៅក្នុងអប៉ៅប្រជាពលរដ្ឋរបស់ច្រើនគាត់ទឹកភ្នែកទេវតាធ្លាក់មកប្រហែលទឹកជាប់គ្នាលិចជន់លិចអស់10ខែបាទវេទនាបដ යි ឥឡូវនេះចូលព័ត៌មានទី3គឺសូមជូនខ្លីចុះ